Việc xưa bộc mai bong bóng tỏ khné cha xôm và công một căn videoរបស់នាងខ្ញុំថ្ងៃនេះហើយថ្ងៃនេះដែរនាងខ្ញុំបានចូលមកដល់នៅក្នុងខេត្តទឹកដីខេត្តព្រៃវែងបងប្អូនណានៅក្នុងស្រុកស្វាយយន្តោប៉ុន្តែខ្ញុំអត់ទាន់ស្គាល់ឃុំហើយនឹងភូមិឈ្មោះអីទេហើយថ្ងៃនេះផងដែរខ្ញុំបានចូលមកដល់ផ្ទះរបស់ព្រឹទ្ធាចារ្យចាជាអ្នកភ្លេងដៃបុរាណពីដើមបងប្អូនណាដៃត្រជំនាន់ចាស់ពីដើមយើងតែគាត់មានទឹកដមទឹកដៃដោយបងប្អូនល្បីតាមបណ្ដាញសង្គមគឺតាមរយៈការដែលខ្ញុំផុសវីដេអូនៅក្នុង page របស់ខ្ញុំផ្ទាល់ចាប៉ុន្តែ YouTube ខ្ញុំមិនទាន់បានផុសទេព្រោះដោយសារតែវីដេអូហ្នឹងវាប្រឈរអញ្ចឹងថ្ងៃនេះខ្ញុំសម្រេចចិត្តថាបានសុំគាត់ចុះមកដល់នៅទីតាំងនៅផ្ទះរបស់គាត់រស់នៅតែម្ដងចាឥឡូវនេះចង់ដឹងថាគាត់ឈ្មោះអីហើយសប្តាហ៍ថ្ងៃហ្នឹងគាត់ប្រកបមុខរបរការងារភ្លេងការរបស់គាត់ហ្នឹងតើគាត់ជាអ្នកកាន់ឧបករណ៍អ្វីខ្លះហើយតើគាត់មានបច្ចុប្បន្នប៉ុន្មានហើយការវឹកហាត់របស់គាត់ហ្នឹងបែបម៉េចចាំទស្សនាជាមួយនឹងនាងខ្ញុំទាំងអស់គ្នាចាជំរាបសួរលោកអ៊ំចាហ្នឹងហើយអញ្ចឹងថ្ងៃនេះនាងខ្ញុំបានមតិជាច្រើនដែលสนុំពរនាងខ្ញុំចាចុះមកដល់ផ្ទះលោកអ៊ំផ្ទាល់ហើយលោកអ៊ំមានឈ្មោះអីដែរហើយសប្តាហ៍ថ្ងៃហ្នឹងអ៊ំរស់នៅភូមិឃុំណាដែរអ៊ំអាចជួយជម្រាបឲ្យបងប្អូនគាត់បានដឹងផងហ៎ខ្ញុំឈ្មោះប៊ិនអានចានៅភូមិថ្មីឃុំសំរោងស្រុកស្វាយអន្តោខេត្តព្រៃវែងចាភូមិថ្មីឃុំសំរោងស្រុកស្វាយអន្តោខេត្តព្រៃវែងគឺទឹកដីខេត្តព្រៃវែងបងប្អូនណាចាគឺនៅមានសិល្បៈយើងជើងចាស់ច្រើនណាស់ប៉ុន្តែដោយសារតែអត់សូវមានអ្នកផ្សព្វផ្សាយអញ្ចឹងនាងខ្ញុំឆ្លៀតធ្វើតាមលទ្ធភាពនាងខ្ញុំដែលធ្វើបាននាងខ្ញុំចុះផ្សព្វផ្សាយបើខ្ញុំដឹងថាកន្លែងណាមានគឺខ្ញុំរកទៅកន្លែងហ្នឹងហើយចាឥឡូវសួរគាត់ទាំងអស់គ្នាម្ដងទៀតចាលោកអ៊ំចេះឧបករណ៍ហ្នឹងតើចេះឧបករណ៍ប្រមាណប្រភេទដែរលោកអ៊ំក៏ចេះតែត្រហ្នឹងដែរអ៊ំចេះតែកាន់ត្រហ្នឹងអាចខេចេះដែរបើចេះតិចតួចវាមិនចេះវាមិនច្រើនចាបើកាន់សំខាន់ជាងគេតែត្រហ្នឹងហ្មងចាហើយត្រហ្នឹងតើការរៀនដំបូងរបស់លោកអ៊ំហ្នឹងរៀនជាមួយមានលោកឪពុកជាអ្នកភ្លេងដែរឬក៏លោកអ៊ំទៅរៀនគ្រូអីតាមស្រុកភូមិដែរលោកអ៊ំកាលឪពុកខ្ញុំគាត់ចេះដែរបងក៏ចេះចាបងប្រុសចេះ2នាក់អូត្រូវនឹងហើយឪពុកដល់ពេលរៀនគាត់មិនបានបរៀនទេឪពុកនឹងខ្ញុំរៀនពីគ្រូដែរគ្រូមឿនបាញ់តោអូចាមុនគាត់នៅសកាយដែរ60000ហ្នឹងហើយតែឥឡូវគាត់នៅស្វាញ់តោតែគាត់ចាស់ហើយគ្រូមឿនហ្នឹងហើយតើការរៀនត្រសោរបស់លោកអ៊ំហ្នឹងមានផលវិបាកក្នុងការវឹកហាត់រៀនដែរឬទេលោកអ៊ំការរៀននឹងខ្ញុំវាមិនពិបាកអីណាទេព្រោះខ្ញុំវាចេះតាំងពីតូចអូបកានៅអាយុផលជាប្រមាណកូនប្រូតាំងពីត្រកំប៉ុងមុនដំបូងចាត្រកំប៉ុងធ្វើខ្លួនឯងបងអ្នកធ្វើឲ្យកូនត្រកំប៉ុងហើយគាត់ពីកំប៉ុងមកស្បែកកែបអូយប្លែកបងប្អូនមានត្រពីដើមមានត្រកំប៉ុងត្រស្បែកកែបនឹងជាកាក់ទឹកដោះគោយើងនឹងជាចោះហើយដាក់ខ្សែដាក់អីកូនទៅហើយដល់ពេលផុតពីនោះមកពីស្បែកកែបផុតពីពីស្បែកកែបបែកពោះកាលហ្នឹងលោកអ៊ំធ្វើអញ្ចឹងដើម្បីឲ្យមានជាឈ្មោះថាត្រដើម្បីហាត់រៀនសិនណាលោកអ៊ំណាចាលេងខ្លួនឯងពីអ្នកបងអូប៉កែបងប្អូនពីអ្នកបងចាបងគាត់ចេះដែរប៉ុន្តែឥឡូវគាត់ស្លាប់បាត់ទៅហើយទាំងពីរនាក់ហ្នឹងចាអញ្ចឹងគាត់បានប្រាប់ឲ្យតាការរៀនរបស់គាត់ដំបូងគឺគាត់ឆ្នៃកំប៉ុងទៅដោះគោហ្នឹងជាបំពង់ត្រសោដើម្បីឲ្យលឺឲ្យគាត់វឹកហាត់រៀនហើយតើការរៀនហ្នឹងប្រើពេលយូរទេលោកអ៊ំទៅលោកអ៊ំចេះកូតត្រហ្នឹងតែចេះហ្នឹងចេះមិនទាន់មានគ្រូទេកាលនោះលេងនៅតូចហ្នឹងចេះតែកូតលេងដូចថាមានចំណង់ចំណូលចិត្តចេះកូតលេងតែមិនទាន់ចេះអាភ្លេងពីរនាងទេចាចេះតែត្រឹមយើងរំវងរងក្បាច់ចេះតែកូតលេងដល់ទទួលថ្ងៃមួយការប្អូននៅដល់នេះ60000គាត់មកលេងការប្អូនហ្នឹងដល់នេះទួលខ្ញុំសុំថាមើលពូសុំកាន់ត្របន្តិចបានទេថាកូតទៅថាកូតទៅកូតអារម្មណ៍វងរំក្បាច់ហ្នឹងចាតែឯងរៀនបានហ្នឹងមានប៉ុណ្ណឹងកូតត្រូវតាំងពីនេះទៅអីកុំ
បានហើយគាត់មកបរៀនទៅគ្រូមឿនហ្នឹងណា អូចាអញ្ចឹងការគាត់ចេះកូដត្រូវដំបងគាត់បានប្រាប់ឲ្យបងប្អូនគឺគាត់ចេះកូដជាបត់ចាបត់រំវងបត់រំក្បាច់អញ្ចឹងពីដើមមកបងប្អូនណាគេរំខ្ញុំឮចាស់គាត់និយាយថារំមួយស្គរដៃស្គរអីអញ្ចឹងប្រៀបដូចជាតន្ត្រីសម័យនៅសម័យឥឡូវអញ្ចឹងហើយការរៀនហ្នឹងពិបាកអីលោកអ៊ំដំបងយើងត្រូវរៀនរបៀបមិនដែរបានយើងចេះ រៀនដំបូងហ្នឹងឲ្យដូចថាយើងវាមានដងខ្លះហើយមិនទៅជាពិបាកប្រហែលទេរៀន ចា រៀនមួយខែបានប្រហែលបាន3បទដែរ អូមួយខែ3បទបងប្អូន ខែ3បទបានសពូងហើយលំនាង ចា កាត់ត្រោយបានតែប៉ុណ្ណឹង ចា រៀនពីគ្រូ អូ ហើយដល់ពេលអត់ពីរៀនមកចេះថាដើរលេងយូរទៅគឺថាចេះថាយើងដឹងបទដឹងអីចេះថាចេះយូរទៅអាការរៀនដំបូងបាន3បទហ្នឹង ចា ពូងអាហោមរោងដែរកាលនោះលេងដំបូងហោមរោងហ្នឹងហើយ ហ្នឹងហើយ បានសពូងលំនាងហើយកាត់ត្រោយ ច្រើនបទដល់បងប្អូនសិតតែបទប្រពៃណីចាហើយអញ្ចឹងលោកអ៊ំអាចបញ្ជាក់ប្រាប់បានទេថាឆ្នាំហ្នឹងលោកអ៊ំមានបច្ចុប្បន្នប៉ុន្មានហើយការដែលលោកអ៊ំចេះត្រហ្នឹងតាំងពីអាយុប្រហែលហើយមកតឥឡូវហ្នឹងបានប្រហែលជាប្រហែលឆ្នាំហើយ កាលចេះហើយខ្ទង់20ជាងហ្នឹង 20ឆ្នាំជាង ដល់ឥឡូវវា65ហើយ ចាអូ ថ្ងៃ65ឆ្នាំ អញ្ចឹងមានន័យថាការចេះរបស់គាត់គឺច្រើនឆ្នាំណាមានន័យថាស្ទាត់ជំនាញហើយអាចហៅគាត់បានថាជាព្រឹទ្ធាចារ្យបងប្អូនណាគឺច្រើនឆ្នាំមែនតើចាហើយអញ្ចឹងលោកអ៊ំមានកូនដែលគាត់ចេះលេងភ្លេងដែរឬអត់លោកអ៊ំ មានទេនាងហើយទីហ្មងកូនប្រុស2នាក់ ចា បើវាគ្មានយកចិត្តទុកដាក់មកកាន់ អូគាត់គ្មានដងហ្នឹងហើយខ្ញុំជឿថាអញ្ចឹងមានមែនកូនលោកគ្រូភ្លេងខ្លះក៏គាត់មានដងខ្លះទៅក៏គាត់ចាប់ជំនាញផ្សេងគាត់អត់សូវមានដងខាងហ្នឹងឯង នោះបានមាននោះមួយនោះ ចា ឲ្យតែទាញត្រូវវាទាញស្គរឲ្យនោះ ហ្នឹងហើយអញ្ចឹងអនាគតទៅអាចនឹងមានចៅដោះដាលតតំណែងស្នងមរតកពីលោកតាទៀតចាហើយសប្តាហ៍ថ្ងៃហ្នឹងលោកអ៊ំនៅប្រកបការងារអ្នកភ្លេងហ្នឹងធម្មតាទេលោកអ៊ំ នៅលេងធម្មតា ចាអញ្ចឹង ដល់ខែយើងទៅលេង ហ្នឹងហើយលោកអ៊ំមានវង់ភ្លេងខ្មែរខ្លួនឯងដែរឬ មានហ្នឹងហើយ ចាអូ ក្រុម ចាអញ្ចឹងបងប្អូនណាដែលត្រូវការតំណែងជួលគាត់ក៏គាត់មានដែរហើយវង់ភ្លេងគាត់ហ្នឹងគឺនៅក្នុងភូមិថ្មីឃុំសំរោងស្រុកស្វាយអន្តរខេត្តព្រៃវែងបងប្អូនណាអញ្ចឹងបងប្អូនខ្លះដែលគាត់ធ្លាប់ស្គាល់លោកអ៊ំជើងចាស់ពីមុនមកធ្លាប់ហើយតែបងប្អូនសកលក្រោយកូនក្មួយសកលក្រោយអត់ទាន់ស្គាល់អាចមើលវីដេអូនេះហើយនឹងស្គាល់គាត់តាមរយៈវីដេអូនេះហើយជាចុងក្រោយលោកអ៊ំបានមានចំណងដៃមួយបត់សម្រាប់ចងដៃបងប្អូនដែលទស្សនាផ្ញើជូនដល់បងប្អូននៅក្នុងប្រទេសកម្ពុជាក្តីបងប្អូននៅសហរដ្ឋអាមេរិកក្តីនិងបងប្អូននៅក្រៅប្រទេសនានាក្តីបងប្អូននៅក្នុងស្រុកភូមិក្តីបងប្អូនណាគឺរីករាយសន្តាប់ជាមួយនឹងត្រសោចាមិញឈ្មោះអីលោកអ៊ំបញ្ជាក់ម្ដងទៀត បិណ្ឌអាន បិណ្ឌអានលោកអ៊ំបិណ្ឌអានចាព្រឹទ្ធាចារ្យបិណ្ឌអាននៅក្នុងភូមិថ្មីឃុំសំរោងស្រុកស្វាយអន្តរខេត្តព្រៃវែងចាស្ដាប់ទុកជាចំណងដៃអនុស្សាវរីយ៍ត្រសោគាត់នេះបងប្អូនណាលឺសំឡេងក៏លួចត្រសោមកអ៊ំសុំកោតមកឆាកមកលឺអ៊ំកោតខ្លួនឯងមកហ្នឹងហើយដើម្បីបង្ហើសំឡេងមកសុំអីមកឃ្លៀមអ៊ំបត់អីមកឃ្លៀក៏បានដែរដាក់តែមកឃ្លៀមក៏បានហ្នឹងហើយបងប្អូនឃើញទេបត់លឺខបងប្អូន Thank you.
ច្រើនពីរោះហាបងប្អូនណាសំឡេងត្រសោខ្មែរយើងជារបស់ខ្មែរគឺពីរោះពិតដែលថាមិនមែនរបស់កូពីបងប្អូនណាត្រសោនេះជារបស់ខ្មែរគេពីបុរមបុរាណដូនតាយើងបានបន្សល់ទុកឲ្យហើយអរគុណលោកអ៊ំមែនតែនដែលបានផ្ដល់កិត្តិយសដល់នាងខ្ញុំចាចុះមកនៅក្នុងផ្ទះរបស់គាត់ផ្ទាល់ចាអញ្ចឹងមុននឹងខ្ញុំមកក៏ខ្ញុំសូមអនុញ្ញាតពីគាត់ហើយដែរចាហើយខ្ញុំឮដំណឹងមកថាការដែលម្ដាយខ្ញុំចេះច្រៀងដំបងណាក៏ដោយសារតែត្រូវលោកអ៊ំនេះដែរដែលគាត់បង្ហាត់បង្រៀនចាអញ្ចឹងជាចុងក្រោយខ្ញុំសូមអរគុណច្រើនមែនតើលោកអ៊ំបានបង្រៀនម្ដាយខ្ញុំឲ្យចេះច្រៀងភ្លេងការដល់សពថ្ងៃមកដល់ខ្ញុំទៀតចាហើយចុងក្រោយមានតែប៉ុណ្្នឹងហើយបងប្អូនណាអញ្ចឹងវីដេអូរបស់នាងខ្ញុំជាចុងក្រោយសូមអរគុណសម្រាប់បងប្អូនការទស្សនាហើយបើមានខុសឆ្គងអីសូមអធិស្ឋានអភ័យទោសទាំងបងប្អូននៅក្នុងប្រទេសក្តីក្រៅប្រទេសក្តីចាហើយបងប្អូនគិតថាវីដេអូនេះពិតជាមានប្រយោជន៍សម្រាប់មរតកវប្បធម៌យើងអាចជួយ share ចែករំលែកទៅមនុស្សជាទីស្រឡាញ់ឬក៏ទៅតាមបណ្ដាញសង្គមផ្សេងហើយកុំភ្លេច Subscribe Channel YouTube របស់នាងខ្ញុំមួយផងដើម្បីទទួលបានវីដេអូថ្មីចាអរគុណលោកអ៊ំអរគុណមែនតើចានាងខ្ញុំនឹងចិញ្ចង់សូមអរគុណសូមជម្រាបលា